ទស្សនៈមួយយ៉ាងដែលអ្នកគួរយល់ដឹងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ1ធ្វើជាមនុស្សត្រូវចេះធ្វើការបណ្ដើរដើរលេងបណ្ដើរទើបធ្វើឲ្យជីវិតយើងគ្មានសល់អី2ជីវិតយើងអ្វីត្បិតតែពេលខ្លះវាលំបាកបន្តិចមែនក៏ប៉ុន្តែក៏នៅមានពេលខ្លះវាវេទនាផងដែរ3ដែលជាចំណុចចាំបាច់ដែលយើងត្រូវតែចងចាំស្ទះឡានមានន័យថាឡានច្រើនស្ទះការងារមានន័យថាការងារច្រើនតែបើលោកអ្នកស្ទះលុយកុំសង្ឃឹមថាអ្នកមានលុយច្រើនឲ្យសោះ sorry ហើយទស្សនៈទាំង3នេះគឺជាអ្វីដែលខ្ញុំបានឆ្លងកាត់តែខ្ញុំឆ្លងកាត់មិនផុតសោះវាបានអាមិនផុតណាបើសំបីតាកៅអីមេក៏ហ៊ានអង្គុយដែរឯងទ្រឹស្ដីជោគជ័យណាមកពីចូលឆ្នាំមកមិនចង់តនការងារផងឯងរត់តែថ្ងៃអញដេញចេញឯងអញ្ចឹងបានវាមិនចេះមានបានគេ4ពេលខ្លះយើងជាមេគេពិតមែនតែមិនប្រកាសថាយើងនិយាយត្រូវរហូតនោះទេអញនឹងវាមិនត្រូវទេតែឯងនឹងទីទៀតវាត្រូវហើយតែមុខនេះគ្មានលុយទេនេះមិនបានខ្ញុំអត់លុយបើមានលុយមែនណាទៅទិញម៉ូតូជិះបាត់ហើយខ្ញុំដែរខ្លាចមែនឥឡូវម៉ូតូនៅណានៅក្នុងហាងតោះនេះជាយុទ្ធសាស្ត្រទី1ក្នុងចំណោមយុទ្ធសាស្ត្រទាំង10ក្នុងការលក់ម៉ូតូនេះហាងតោះចូលដល់ចឹងជំរឿខ្ញុំនឹងទិញឲ្យលោកឯងមើលហ្មងថាខ្ញុំមានលុយឬមួយក៏អត់អូខេទៅទីនោះសំខាន់ឯងពងហេវផងពូប្រហែលខ្ញុំហើយទៅហើយពូសុំជ្រក់រៀងច្រើនតិចបានណាពូបាទដាក់នោះវារៀងពេញកាពះបន្តិចបាទអរគុណពូបាទគាត់នៅជាមួយអីឲ្យនៅជាមួយឲ្យដើរហាត់ដៃរាល់ថ្ងៃទៅធ្វើការរកដងហត់វេទនាក្តៅប្រពន្ធម្លាយណាអត់ទៅមួយលោកឯងនៅមួយលោកឯងពិបាកវេទនាខ្លាំងណាស់ឲ្យខ្ញុំទៅធ្វើការរកដងដើរហាក្តៅចង្វាត់អត់អីបើអូនធ្វើអញ្ចឹងដាក់ប្តីម្នាក់នេះនៅមួយលោកឯងយ៉ាងហោចណាស់បើថាមិនបានឲ្យខ្ញុំជិះឡានទេក៏ទិញម៉ូតូខ្ញុំជិះមួយដែរចុះអូនជិះបងរកខ្ញុំអីតាប៉ុនឡាញ់ជិះមួយបងឯងហ្នឹងមែនស្រួលតែមកផ្លែទេប៉ុន្តែខ្ញុំដើរហាក្តៅហ្មងឯងអូយចុះនេះដល់បើខ្វាយងាប់សិនគាត់មកផងស្ងាត់មើលមកខ្ញុំ